សុទ្ធតែជាពួកដែលធ្លាប់មានគំនិតឆ្លៀនពៀនខ្មែរទាំងអស់បែកភាពនាយករដ្ឋមន្ត្រីក្រោយនេះបន្តពីផៃថងផានបាទតើទៅជាយ៉ាងណាបើយប់មិញនេះនាយករដ្ឋមន្ត្រីថៃផៃថងផានបានចុះហត្ថលេខានៅម៉ោង1រំលងអាត្រាតដើម្បីលាលែងពីតំណែងក្រោយពេលគណៈបកសម្ព័ន្ធមិត្តបានចុះចេញពីបាទតំណែងដូចគ្នាហើយព្រឹកនេះគឺជាព្រឹកដែលចូលរួមបោះឆ្នោតនៅក្នុងសភាក្នុងការអនុម័តរំលាយសភាឬក៏យ៉ាងណាបាទអានេះជាព័ត៌មានហើយក៏ជាលិខិតមិនទាន់ផ្លូវការដែរព្រោះផ្លូវការគេចូលទៅក្នុងសភាបោះឆ្នោតហើយបានប្រកាសថាគាត់ចេញផុតឬអត់យ៉ាងហ្នឹងណាប៉ុន្តែវានៅមិនយូរទេវាមិនផុតទេអ្វីដែលយើងបារម្ភគឺពួកដែលចាំឡើងក្រោយនេះសិតតែជាបេក្ខភាពធ្លាប់រំលោភលើទឹកដីខ្មែរមើលរូបខាងក្រោមខ្ញុំដាក់បងប្អូនស្គាល់ហើយណាហើយអាមេតាហ៊ានភូមិភាគ2ណាអានហ្នឹងគឺជាប៉ាអាវលឿងប៉ាដែលធ្លាប់បំផ្លាញខ្មែរណាពួកនេះគឺទន្ទ្រានរឿងបញ្ហាតាំងពីភាសាព្រះវិហារមុនគឺក៏ពួកអាវលឿងនឹងដែរណាឥឡូវវាមកទៀតបង្ហោះដ្រូនចូលខ្មែររងហើយខ្មែរមិនថាអីទេខ្មែរក៏មិនប៉ះពាល់អីដែរទុកឲ្យធ្វើអីទៀតហើយខ្មែរមិនមែនខ្លាចអីទេប្រាប់មុនហើយខ្មែរអត់បានខ្លាចទេប៉ុន្តែចង់ដឹងតែឲ្យពីលណាទៀតណាចរិតអន្តណាទៀតរំលោភលើសិទ្ធិរបស់គេទាំងខ្លួនឯងមានសន្តានចង់បានទឹកដីរបស់គេណាពួកឯងប្រមាណអ្នកហ្នឹងគឺសិតតែជាពួកដែលធ្វើឲ្យប្រជាពលរដ្ឋខ្លួនឯងវេទនាណាបែរតែជាអ្នកស្រឡាញ់សន្តិភាពត្រូវចោះចេញពីតំណែងនេះនិយាយស្មោះត្រង់ណាហើយដោយសម្ដេចពុកលោកមានប្រសាសន៍ជាមួយនឹងផៃផងផានអញ្ចឹងខ្ញុំមិនអាចលះបង់បូរណភាពទឹកដីរបស់ខ្ញុំដើម្បីការរាប់អានទេណាព្រោះវាជាកិត្តិយសប្រទេសរបស់ខ្ញុំអ្នកឯងក៏ត្រូវការកិត្តិយសប្រទេសគាត់ត្រូវការសន្តិភាពដូចគ្នាបាទគាត់ធ្វើខ្លួនណាអត់និយាយចេះនិយាយពាក្យថោកមកលុនតួនឹងប្រខ្មែរដើម្បីមិនដើម្បីប្រជាពលរដ្ឋគាត់សុខចិត្តដើម្បីប្រជាពលរដ្ឋគាត់ប៉ុន្តែពួកអាឆ្លៀនពៀនណាវាមិនធ្វើដើម្បីប្រជាពលរដ្ឋវាទេវារងឲ្យកំពុងតែធ្វើឲ្យប្រជាពលរដ្ឋវាវេទនារងឲ្យវាអត់ព្រមអាចច្រកព្រមដែរនៅឡើយទេណាទាំងខ្មែរប្រាប់ថាហើយបើកមុនមិនបើកក្រោយវាអត់បើកមួយថ្ងៃប្រជាពលរដ្ឋវាវេទនាមកប្រាវមិនលេងសើចទេបិទតែកន្លះខែទៀតផុតរដូវកាលផ្លែឈើនឹងបន្លែហ្នឹងគឺអាលុតមួយឆ្នាំនេះឯងអត់មានអីញញ៉ៃច្រើនទេណាចឹងបងប្អូនទាំងអស់គ្នាតាមដានព័ត៌មានបន្តទៀតតាក់ទងទៅនឹងការចុះពីតំណែងរបស់ផៃថងផានពិតប្រាកដនៅពេលណាព្រោះឥឡូវនេះគឺត្រូវការបោះឆ្នោតនៅក្នុងសភាដើម្បីរំលាយគណៈបកឬក៏រំលាយសភាចោលបាទអរគុណ